តាបងប្អូនណាខ្លះអត់មានដាំទុនទេតែចង់ចិញ្ចឹមសត្វតើត្រូវចិញ្ចឹមសត្វអ្វីគឺខ្ញុំណែនាំឲ្យបងប្អូនចិញ្ចឹមសត្វមាន់ស្រែបងប្អូនអានេះខ្ញុំសូមនិយាយពីប្រវត្តិរបស់ខ្ញុំដំបូងដែលខ្ញុំមកចិញ្ចឹមសត្វណាបងប្អូនគឺខ្ញុំមានចិញ្ចឹមជ្រូកនិងមាន់ប៉ុន្តែខ្ញុំមានដូចថាយើងទៅសេចំនួនកត់ទុកត្រាមើលថាវាអស់ចំណីប្រមាណអីចឹងណាប៉ុន្តែដែលខ្ញុំសិក្សាមើលទៅគឺមាន់គឺត្រូវដាំទុនតិចមែនតែនត្រូវដាំទុនតិចហើយថ្ងៃខ្លះខ្ញុំចង់ឲ្យចំណីមាន់ក៏បានបើខ្ញុំអត់ចង់ឲ្យខ្ញុំគ្រាន់តែប្រឡែងវាចេញទៅក្រៅគឺវារកស៊ីបានដោយខ្លួនឯងហើយថ្ងៃខ្លះក៏ឲ្យវាអញ្ចឹងបងប្អូនអញ្ចឹងវាអត់ជាធរៈឲ្យយើងខ្លាំងហើយអត់ឲ្យយើងរវល់ក្នុងការមើលថែវាខ្លាំងទេសត្វមាន់នោះហើយនេះគឺខ្ញុំលាយបងប្អូនលាយដាក់ដលងផ្អាប់ហើយនឹងស្រូវដាក់ឲ្យមាន់អញ្ចឹងណាបងប្អូនអញ្ចឹងមាន់គឺជាងាយស្រួលមាន់ស្រែគឺងាយស្រួលមែនតើបងប្អូនលក្ខណៈថាពេលខ្លះយើងចង់ឲ្យចំណីវាប្រភេទណាក៏វាស៊ីដែរហើយពេលខ្លះយើងរវល់បានឲ្យចំណីវាយើងរត់ទៅប្រឡែងវាដើររកស៊ីដោយខ្លួនឯងអញ្ចឹងសម្រាប់អ្នកដែលអត់មានដាំទុននៅក្នុងការចិញ្ចឹមសត្វខ្ញុំណែនាំឲ្យបងប្អូនចិញ្ចឹមមាន់ស្រែបងប្អូនព្រោះមុនដំបូងមាន់ស្រែខ្ញុំដាក់ទៅ5ក្បាលទេបងប្អូនហើយឈ្មោះមួយក្បាលឥឡូវវាកើតច្រើនគឺប្រហែលជាខ្ទង់40ក្បាលដែរហើយវាចេះតែកើតជាបន្តបន្ទាប់អញ្ចឹងណាបងប្អូនអញ្ចឹងអានេះគឺវីដេអូមុនខ្ញុំបានថតទុកយូរណាស់ហើយតែអត់ដែលបានមកចេញមកបង្ហាញបងប្អូនអញ្ចឹងណាព្រោះអានេះអត់ទាន់ដាំស្មៅប៉ុន្តែឥឡូវកន្លែងដែលខ្ញុំហុំចិត្តហ្នឹងគឺខ្ញុំដាំស្មៅហើយកំពុងតែដុះដែរហើយមាន់ស្រែគឺជាសត្វមួយប្រភេទដែលខ្ញុំសង្កេតមើលគឺរពឹសបងប្អូនគឺជាសត្វដែលរពឹសនេះគឺសកម្មភាពដែលប្តីរបស់ខ្ញុំគាត់ចាប់ផ្ដើមឲ្យចំណីមាន់អញ្ចឹងណាពេលខ្លះខ្ញុំឲ្យបងប្អូនតែពេលខ្លះយើងអត់បានឲ្យវាយើងចាប់ផ្ដើមប្រឡែងវាដើរស៊ីខ្លួនឯងទៅអញ្ចឹងគឺខ្ញុំអត់សូវចំណាយច្រើនទេទៅលើការចិញ្ចឹមមាន់ហ្នឹងហើយឃើញតែវាបានផលបងប្អូនហើយវាចេះតែកើតកូនកើតចៅតមករហូតហើយងាយស្រួលចិញ្ចឹមទៀតអត់ចំណាយពេលវេលាច្រើនទេនៅក្នុងការមើលថែវាហើយយើងចំណេញទាំងពេលវេលាចំណេញទាំងលុយកាក់អញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្វើការប្រចាំប៉ុន្តែគាត់មានដីដែលធំទូលាយអញ្ចឹងគាត់អាចដាក់ចិញ្ចឹមមាន់ចោលទៅឲ្យចំណីព្រឹកល្ងាចឬក៏យើងអាចហុំស្បែកដូចខ្ញុំអញ្ចឹងណាបងប្អូនដាំជាស្មៅដាំជាអីផ្សេងដែលមាន់អាចស៊ីបានអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងអាចរកចំណូលបានបើសិនជាអ្នកខ្លះចង់បានចំណូលបន្ថែមអញ្ចឹងអាចសាកល្បងចិញ្ចឹមមាន់បានអរគុណ